សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការផលិតការពីទឹកដោះគោមុនដំបូងយើងត្រូវវាស់ទឹកដោះគោ 100 មីលីលីត្រនិងទឹកខ្មេះ 10 មីលីលីត្រចូលទៅក្នុងឆ្នាំងដែលយើងមានបន្ទាប់មកទៀតយើងចាប់ផ្ដើមបើកភ្លើងចង្ក្រានហើយកូរវានៅលើចង្ក្រានរយៈពេល1នាទីទៅ2នាទីរហូតដល់ពេលវាមានកកពណ៌សកើតឡើងដូចនៅក្នុងរូបទើបយើងបិទវាដោយទុកឲ្យវាត្រជាក់មួយសន្ទុះសិននៅពេលដែលវាត្រជាក់ហើយយើងក៏យកវាទៅច្រោះនៅក្នុងក្រដាសច្រោះរបស់យើងនៅពេលដែលវាច្រោះអស់ទឹកហើយនៅសល់តែកាកយើងក៏យកវាទៅលាយជាមួយនឹងទឹកសុទ្ធចំនួន20 មីលីលីត្ររួចកូរវាឲ្យសព្វម៉ត់ល្អបន្ទាប់ពីម៉ត់ល្អហើយយើងត្រូវលាយវាជាមួយម្សៅសូដាចំនួនកន្លះស្លាបព្រារួចកូរវាឲ្យសព្វម្ដងទៀតរហូតដល់ពេលវាខាំពេលនោះហើយកៅរបស់យើងរួចជាការស្រេចដើម្បីដឹងថាកៅរបស់យើងជោគជ័យឬមិនជោគជ័យយើងក៏អនុវត្តដាក់បិទទៅលើក្រដាសសៀវភៅដោយទុករយៈពេល1នាទីឬក៏2នាទីក្រោយមួយសន្ទុះក្រោយមកពួកយើងក៏ទទួលបានជោគជ័យដោយការរំពឹងទុករបស់ពួកយើង